ឲ្យនរណាម្នាក់បំផ្លាញភាពរីករាយអ្នកនៅក្នុងចិត្តរបស់អ្នកជីវិតគួរតែពោពេញទៅដោយមនុស្សនិងរឿងដែលស្រឡាញ់ការហូបចុកសាមញ្ញមិនជាបញ្ហាទេមិត្តភ័ក្តិបែកគ្នាក៏មិនដែរសូម្បីតែការលំបាកក៏មិនជាបញ្ហាដែរដរាបណាអ្នកនៅមានព្រលឹងដែលពោពេញទៅដោយចំណងចំណូលចិត្តថ្ងៃហ្នឹងក៏មិនអាក្រក់ដែរកុំអត់ទោសឲ្យការឈឺចាប់ដែលបង្កឡើងដោយចេតនាគេកំពុងតែប្រើទង្វើនិងសម្ដីប្រាប់អ្នកថាចិត្តទន់ខ្សោយគឺគ្មានតម្លៃបំផុតមនុស្សចិត្តល្អតែងតែបន្ទោសខ្លួនឯងដាក់សំណួរលើខ្លួនឯងនិងទប់ស្កាត់ខ្លួនឯងដោយសិលធម៌មនុស្សអាត្មានិយមមិនដែលគិតថាខ្លួនឯងខុសត្រង់ណានោះទេព្រោះក្នុងចិត្តរបស់ពួកគេគឺមានតែខ្លួនឯងតែម្នាក់ប៉ុណ្ណោះមនុស្សគ្រប់រូបដែលរស់នៅមិនមាននរណាល្អឥតខ្ចោះទេពេលធ្វើកិច្ចការងារគ្មាននរណាដែលចេះគិតគូរគ្រប់ជ្រុងជ្រោយនោះដែរក្នុងការរាប់អានមនុស្សត្រូវគោរពស្រឡាញ់គ្នាទៅវិញទៅមកហើយល្អដាក់គ្នាទៅវិញទៅមករាល់កិច្ចការទាំងអស់ត្រូវទុកផ្លូវសម្រាប់អ្នកដទៃនេះមិនមែនសម្រាប់អ្នកដទៃទេតែសម្រាប់ខ្លួនឯងកុំត្អូញត្អែព្រោះការត្អូញត្អែគឺភាពគ្មានសមត្ថភាពកុំពឹងផ្អែកព្រោះគ្មាននរណាម្នាក់ដែលទំនេរសម្រាប់អ្នកនោះទេកុំដកថយព្រោះមានមនុស្សជាច្រើនដែលត្រៀមនឹងចាកចេញពេលដែលអ្នកដួលអ្វីដែលអ្នកត្រូវធ្វើគឺត្រូវដាក់ទឿនខ្លួនឯងគ្រប់ពេលវេលាត្រូវតែខិតខំនិងរឹងមាំដួលនៅកន្លែងណាត្រូវងើបពីកន្លែងនោះព្រះគ្រូបាននិយាយថាភាពល្អគឺជាតិដ៏ល្អចំពោះអ្នកដទៃហើយក៏ជាខែលការពារខ្លួនឯងដែរភាពល្អដែលគ្មានដែនកំណត់គឺការមិនទទួលខុសត្រូវចំពោះខ្លួនឯងប្រសិនបើមនុស្សចិត្តល្អតែងតែទទួលរងការជឿចាប់ពួកគេនឹងបាក់ទឹកចិត្តនិងផ្លាស់ប្ដូរដូច្នេះលក្ខខណ្ឌនៃភាពល្អគឺត្រូវរៀនមេត្តាចំពោះខ្លួនឯងជាមុនសិនប្រសិនបើមាននរណាម្នាក់ដោយសារតែភាពល្អបន្តិចបន្តួចរបស់អ្នកក៏អត់ទោសរាល់កំហុសរបស់អ្នកទាំងអស់នោះចូលថែរក្សាគេឲ្យបានល្អព្រោះមនុស្សភាគច្រើននឹងភ្លេចរាល់ភាពល្អរបស់អ្នកដោយសារតែភាពមិនល្អបន្តិចបន្តួចរបស់អ្នករវាងមនុស្សនិងមនុស្សមិនចាំបាច់តាក់ទងញឹកញាប់មិនចាំបាច់ជួបគ្នាញឹកញាប់ក៏មិនដែរសំខាន់ឲ្យតែមានគ្នាទៅវិញទៅមកនៅក្នុងចិត្តនឹកគ្នាគ្រប់ពេលវេលាពេលមានរឿងកើតឡើងគេជាអ្នកទី1ដែលរត់មកជួយអ្នករាប់អានគ្នាដោយស្មោះត្រង់មានគំនិតអាក្រក់មានកលល្បិចនិងបំណងអាក្រក់នោះហើយជាមិត្តភាពដ៏ល្អបំផុតបញ្ហាដែលមនុស្សពេញវ័យជួបគឺមិនអាចប្រាប់អ្នកណាបានឡើយមនុស្សខ្លាំងពិតប្រាកដគឺពេលលើកជ្រៅស្ងាត់ជ្រងំពួកគេទាញបេះដូងចេញមកហើយដេកនឹងជួសជុលវាដល់ខ្លួនឯងប្រសិនបើអ្នកមិនមានវាសនាដែលត្រូវគេអាណិតពេលយំទេអ្នកត្រូវរៀនទប់ទឹកភ្នែកឲ្យជាប់ចូលចាំថាទស្សនភាពដល់អាម៉ាស់នោះគឺទុកសម្រាប់តែម្នាក់ឯងមើលតែប៉ុណ្ណោះព្រះគ្រូបាននិយាយថាជីវិតល្អម្ដងអាក្រក់ម្ដងរីករាយមួយផ្លែតឈឺចាប់មួយផ្លែតត្រូវប្រឈមមុខនឹងរសជាតិគ្រប់បែបគ្រប់យ៉ាងដោយស្នាមញញឹមនៅក្នុងភាពត្រជាក់និងក្តៅនៃជីវិតអ្នកបានរៀនអត់ធ្មត់ដោយស្ងាត់នៅក្នុងការភ័យខ្លាចបាត់បង់អ្នកបានរៀនស្ងៀមស្ងាត់ដោយស្ងាត់ស្ងៀមការធ្វើជាមនុស្សមិនចាំបាច់ឲ្យមនុស្សគ្រប់គ្នាសប្បាយចិត្តទេធ្វើអ្វីដោយមានមនសិការរាប់អានមនុស្សដោយចិត្តស្មោះមិនចាំបាច់គប់ចិត្តនរណាម្នាក់ទេមិនចាំបាច់បន្ទោសខ្លួនឯងដើម្បីនរណាម្នាក់នោះទេស្មោះត្រង់គ្មានវិបដិសារីធ្វើតាមកាតព្វកិច្ចនោះអ្នកនឹងបានសេចក្តីសុខមនុស្សដែលមានទស្សនៈដូចគ្នានឹងមករកអ្នកដោយខ្លួនឯងមនុស្សដែលមិនបានតាក់ទងគ្នាជាយូរហើយមិនចាំបាច់តាក់ទងទៀតទេនៅរឿងខ្លួនខំប្រឹងរឿងខ្លួនដើម្បីរស់នៅអ្វីដែលគួរនៅអតីតកាលត្រូវតែឲ្យវានៅជាអតីតកាលបើមានវាសនានឹងជួបទៀតបើគ្មានវាសនាមិនជួបគ្នាប្រសើរជាងទំនាក់ទំនងដ៏ស្រួលបំផុតរវាងមនុស្សគឺមិនមែនឆ្លើយសារភ្លាមៗទេតែគឺថាឆ្លើយឬមិនឆ្លើយសាររបស់អ្នកតែប៉ុណ្ណោះខ្ញុំនៅតែមានអារម្មណ៍ស្ងប់ចិត្តខ្ញុំនឹងមិនសង្ស័យអំពីចិត្តរបស់អ្នកទេនឹងមិនបន្ទោសអ្នកណាដែលមិនឆ្លើយតបសាររបស់ខ្ញុំដែរព្រោះខ្ញុំដឹងថាអ្នកមិនផ្លាស់ប្ដូរចិត្តទេពិភពលោករបស់មនុស្សពេញវ័យគួរតែមានការបែកបាក់ច្បាស់លាស់ធ្វើជាមនុស្សដោយស្មោះត្រង់ធ្វើកិច្ចការដោយស្អាតស្អំមិនរំខាននរណាម្នាក់មិនបំផ្លាញនរណាម្នាក់មិនចាស់ជាយនរណាម្នាក់គឺជាភាពល្អមួយប្រភេទអ្នកល្អដាក់ខ្ញុំនឹងល្អតបជាច្រើនដងទៅអ្នករាប់អានខ្ញុំស្មោះត្រង់ខ្ញុំរាប់អានអ្នកដោយស្មោះត្រង់អ្នករាប់អានខ្ញុំមិនស្មោះត្រង់ខ្ញុំក៏នឹងលែងមានការរំពឹងទុកទៀតដែរមិនឲ្យការតាំងចិត្តដល់ក្តៅកគុករបស់ខ្ញុំត្រូវខកចិត្តនោះទេហើយក៏មិនគប់ចិត្តភាពត្រជាក់អ្នកណាម្នាក់ដែរស្រឡាញ់អ្នកដទៃដោយមានកម្រិតស្រឡាញ់ខ្លួនឯងដោយអស់ពីចិត្តមានការយល់ដឹងអំពីខ្លួនឯងបន្តិចក៏នឹងកាត់បន្ថយភាពគិតច្រើនហួសហេតុបន្តិចដែរព្រះគ្រូបាននិយាយថារវាងមនុស្សនិងមនុស្សទស្សនៈទាំង3ទស្សនៈពិភពលោកទស្សនៈជីវិតទស្សនៈតម្លៃនិងគម្លាតសុភមង្គលនិងទុក្ខសោកមិនដូចគ្នាទេក្នុងចំណោមគ្នាទៅវិញទៅមកអ្នកស្គាល់10អាចមិនយល់ពីគ្នាផងជំនួសឲ្យការជាប់គាំងនិងការយល់ច្រឡំរបស់អ្នកដទៃគួរតែដើរតាមផ្លូវរបស់អ្នកធ្វើកិច្ចការរបស់អ្នកសើចឲ្យដើរកាត់ឲ្យតែគ្មានវិបដិសារីនៅក្នុងចិត្តគឺគ្រប់គ្រាន់ហើយព្រះគ្រូបាននិយាយថារឿងល្អនិងរឿងអាក្រក់សុទ្ធតែជារឿងជីវិតគ្មានផ្លូវដែលដើរដោយឥតប្រយោជន៍ទេអ្វីដែលបាត់បង់នៅថ្ងៃនេះថ្ងៃស្អែកនឹងត្រូវសងអ្នកវិញក្នុងទម្រង់ផ្សេងដរាបធ្លាប់ស្រឡាញ់ធ្លាប់ព្យាយាមដំណើរជីវិតនៅលើផែនដីនេះគឺមានតម្លៃទាំងអស់ការធ្វើជំនួសពិបាកនឹងគ្រប់គ្រងមាត់របស់មនុស្សជាច្រើនមិនថាអ្នកធ្វើល្អយ៉ាងណានោះទេនៅតែមានមនុស្សមិនពេញចិត្តមិនថាអ្នកប្រព្រឹត្តត្រូវយ៉ាងណានោះទេនៅតែមានមនុស្សដែលរកលកុហកមិនយល់ពីអ្នកទោះមិននិយាយស្ដីក៏អាចយល់ចិត្តដែរអ្នកដែលមិនយល់ពីអ្នកទោះបីនិយាយច្រើនយ៉ាងណាក៏ដោយក៏ពិបាកបញ្យល់ឲ្យច្បាស់ដែរមិនមែនថាអ្នកមិនល្អទេតែដោយសារតែអ្នកជួបមនុស្សមិនត្រឹមត្រូវការរាប់អានដោយមិនមានការនឿយហត់គឺជាច្បាប់ទី1នៃការរាប់អានរបស់មនុស្សពេញវ័យអាចធ្វើកិច្ចការរឿងខ្លួនបានតែមិនអាចធ្វើប្រហែសពីវត្តមានគ្នាឡើយដរាបខ្ញុំដឹងថា
អ្នកនៅទីនោះអ្វីៗគ្រប់យ៉ាងគឺល្អហើយទំនាក់ទំនងល្អគឺមិនទាមទារការនៅក្បែរគ្នារាល់ថ្ងៃទេតែទាមទារឲ្យមានការរាប់អានដោយមិនមានការនឿយហត់អ្នកអាចល្អតែត្រូវមានគោលការណ៍ការអត់ឱនដងគឺការអាណិតច្រើនដងនឹងខ្លាចជាភាពទន់ខ្សោយកុំធ្វើសមាទានរហូតដល់ធ្វើឲ្យខ្លួនឯងជឿចាំដើម្បីជួយអ្នកដទៃមនុស្សឆ្លាតពិតប្រាកដគឺមានអ្វីដែលត្រូវធ្វើនិងអ្វីដែលមិនត្រូវធ្វើអ្នកត្រូវចាំថាលក្ខខណ្ឌនៃការរស់នៅបានល្អគឺកុំបន្ទោសខ្លួនឯងនៅពេលអ្នកមិនសប្បាយចិត្តចូលគិតថាអ្នកនៅសល់ប៉ុន្មានឆ្នាំទៀតដែលត្រូវរស់នៅពេលយល់ច្បាស់ហើយអ្នកនឹងលែងខឹងទៀតហើយជីវិតគឺជាការដកលេខជួបម្ដងគឺបាត់បង់ម្ដងរស់នៅមួយថ្ងៃគឺថយមួយថ្ងៃបញ្ហាមានជារៀងរាល់ថ្ងៃមិនដោះស្រាយក៏នឹងរលាយបាត់ទៅដោយខ្លួនឯងដែររវាងមនុស្សនិងមនុស្សវាសនាដ៏ល្អបំផុតគឺមិនមែនជួបគ្នានៅក្នុងវងមនុស្សទេតែគឺមិនបាត់បង់គ្នាក្នុងវងមនុស្សលទ្ធផលល្អបំផុតគឺមិនមែននៅជាមួយគ្នាទេតែគឺមិនភ្លេចគ្នាចាប់ដើមដោយការបន្ថែមបញ្ចប់ដោយការរលំរឿងរ៉ាវមិនយូរទេតែវាពិបាកនឹងនិយាយគ្រាន់តែជាការនឹកគ្នាមួយរយៈតែប៉ុណ្ណោះអ្នកដែលធ្លាប់តែល្អដាក់អ្នកគឺស្រួលអ្នកដែលតែងតែរាប់អានអ្នកដោយដើមគឺពិបាកជួបគ្នាដោយវាសនារាប់អានគ្នាដោយការខិតខំអារម្មណ៍ល្អមិនមែនជាការរំភើបភ្លាមៗនោះទេតែជាការផ្លាស់ប្ដូរបន្តិចម្ដង